bộ rõ khăn Campuchia sầm đách đại châu hôn sành nâng chiaประเทศប្រសិទ្ធិនៃកម្ពុជាបានមានប្រសាសន៍ថាខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀតដែលវាយក្បាលគេត្រូវក្បាលខ្លួនឯងព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំមិនតិចជាង $5,000 លាននោះទេទៅទិញទំនិញថៃហើយបង្វែរលុយនេះមកទិញទំនិញក្នុងស្រុកវិញដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានបន្ថែមទៀតថាប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃមិនចូលចិត្តថៃសូមកុំទិញទំនិញថៃមកប្រើប្រាស់និងឈប់ប្រើប្រាស់ប្រាក់បាតថៃនៅលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង